នៅក្នុងមេរៀននេះខ្ញុំបាទនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការកំណត់ឲ្យ email ដែលបានផ្ញើចូលមកចូលទៅក្នុង label ឬក៏ folder ណាមួយនៅក្នុង Gmail បាទជាដំបូងសូមចូលទៅក្នុង Internet Explorer ឬក៏ Firefox បន្ទាប់មក sign in ចូលក្នុង Gmail របស់លោកអ្នកបន្តមកទៀតលោកអ្នកអាចកំណត់ឲ្យ email ដែលបានផ្ញើមកបញ្ចូលទៅក្នុង label ណាមួយដែលលោកអ្នកបានកំណត់ឧទាហរណ៍ថានៅក្នុងករណីនេះគឺ Facebook notification ដោយសារតែ Facebook notification នេះគឺបានផ្ញើមក email របស់ Kem Sastra គឺមានចំនួនច្រើនដូច្នេះខ្ញុំចង់ដាក់ប្រមូល email ដែលផ្ញើមកពី Facebook notification នេះដាក់ម្ដុំបាទសូមចុចនៅត្រង់ចំណុចនេះហើយបើកចូល email នោះបន្ទាប់មកសូមចុចជ្រើសរើសពាក្យ more ដែលមាននៅត្រង់នេះបន្តមកទៀតជ្រើសរើសយកពាក្យថា filter messages like this សូមចុចនៅត្រង់នេះបន្ទាប់ពីលោកអ្នកបានចុច filter រួចហើយនោះប្រអប់មួយនេះនឹងចេញមក from គឺមកពី notification របស់ Facebook ដូច្នេះនៅពេលដែល email ដែលផ្ញើមកពី notification នេះខ្ញុំចង់ឲ្យemail នេះចូលទៅក្នុង label ណាមួយដែលខ្ញុំបានបង្កើតឬនឹងបង្កើតថ្មីសូមចុចទៅត្រង់នេះបន្តមកទៀតសូមចុច skip the inbox នៅត្រង់ចំណុចនេះបន្តមកទៀតសូម apply ទៅលើ label ណាមួយដែលលោកអ្នកចង់ឲ្យ email នេះដាក់បញ្ចូលទៅក្នុង label នោះសូមចុចត្រង់នេះបើមិនទាន់មានទេអាចបង្កើតថ្មី new label ហើយឧទាហរណ៍ថា Facebook បន្តមកទៀត create ដូច្នេះក្នុង apply the label គឺយើងប្រើ label Facebook ហើយនៅក្នុងចំណុចចុងក្រោយនេះគឺ email ដែលបានផ្ញើពី notification របស់ Facebook ដែលមានស្រាប់នឹងមានរហូតដល់98 email ខ្ញុំអាចចុចនៅត្រង់នេះដើម្បីឲ្យ email ទាំងនោះគឺរត់ទៅចូលទៅក្នុង label ទាំងនៅ label Facebook នេះទាំងអស់បាទបន្តមកទៀតសូមចុច create filter ដែលមាននៅត្រង់នេះបន្ទាប់ពីចុចរួចរាល់ហើយនោះលោកអ្នកនឹងបានចេញនៅ message មួយនេះដែលប្រាប់ថា your filter was created មានន័យថា filter ឬក៏ការកំណត់ឲ្យ email ណាមួយចូលទៅក្នុង label ណាមួយត្រូវបានបង្កើតដូច្នេះយើងអាចចូលទៅក្នុង label នោះដោយចុចនៅលើត្រង់ចំណុចនេះឲ្យចេញជាសញ្ញាបែបនេះរួចទាញចុះ home ហើយលោកអ្នកនឹងឃើញពាក្យ Facebook label ដែលយើងបានបង្កើតអំបញ្ញមិញសូមចុចនៅក្នុង Facebook នេះនោះលោកអ្នកនឹងឃើញ email ទាក់ទងទៅនឹង notification ទាំងឡាយដែល Facebook បានផ្ញើមកបាទការកំណត់បែបនេះគឺធ្វើឲ្យ inbox របស់យើងគឺมันមានភាពរញ៉េរញ៉ៃដោយ email ផ្ញើមកពី Facebook ច្រើនពេកឬក៏ email មកពី email ណាមួយដែលផ្ញើមកលោកអ្នកច្រើនពេកលោកអ្នកអាចធ្វើការ filter ដោយរបៀបខាងដើមគឺដើម្បីឲ្យ email នោះចូលទៅក្នុង label ណាមួយដែលយើងបានបង្កើតដោយមិនធ្វើឲ្យ inbox របស់យើងនេះមានភាពរញ៉េរញ៉ៃបាទនៅក្នុងមេរៀនថ្ងៃនេះតើតើទៅនឹងការកំណត់ឲ្យ email ដែលផ្ញើមកពីនរណាម្នាក់ឬក៏ក្រុមហ៊ុនណាមួយចូលទៅក្នុង label ណាមួយនៅក្នុង Gmail ត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណចំពោះការតាមដានសិក្សា